នេះជាមីស៊ីលប្រឆាំងរថក្រោះ GAM-102LR ចំនួនថ្មីរបស់ចិនដែលប្រើប្រាស់ក្នុងសង្គ្រាម21ថ្ងៃរវាងថៃនិងកម្ពុជាជំរាបសួរប្រិយមិត្តខ្មែរ Today ជាទីមេត្រីដោយលោកអ្នកដឹងស្រាប់ហើយថានៅគណៈពេលនេះប្រទេសកម្ពុជាយើងកំពុងរងការឈ្លានពានពីសំណាក់ប្រទេសថៃហើយក្នុងសង្គ្រាមមួយនេះមានអាវុធចំនួនថ្មីមួយប្រភេទដែលកងទ័ពកម្ពុជាបានប្រើប្រាស់ក្នុងសង្គ្រាមនោះគឺ GAM-102 តើមីស៊ីលមួយប្រភេទនេះមានសមត្ថភាពកម្រិតណាសូមទស្សនាវីដេអូនេះដូចតទៅសម្រាប់មីស៊ីលមួយនេះវាត្រូវបានផលិតឡើងក្នុងឆ្នាំ2016ដោយប្រទេសចិននិងមានប្រើប្រាស់តែក្នុងកងទ័ពរំដោះប្រជាជនចិនតែប៉ុណ្ណោះឬក៏ហៅកាត់ថា PLA ទើបតែនៅក្នុងឆ្នាំ2025កន្លងទៅថ្មីនេះវាត្រូវបានគេប្រទះឃើញប្រើប្រាស់ក្នុងសង្គ្រាមកម្ពុជាជាមួយថៃហើយចំពោះមីស៊ីលនេះដែរចិនបានផលិតវាជាច្រើនប្រភេទខ្លះជាមីស៊ីលប្រឆាំងរថក្រោះ Anti-tank Missile និងមីស៊ីលសម្រាប់បាញ់ពីផ្ទៃដីទៅលើអាកាស Surface to Air Missile មានន័យថាចិនគោផលិតវាដើម្បីសម្រាប់បាញ់ទម្លាក់ឧទ្ធម្ភាគចក្រឬក៏យានដ្រូនជាដើមដោយមីស៊ីល GAM-102LR មានទម្ងន់13គីឡូក្រាមបណ្ដោយប្រវែង1200មីលីម៉ែត្រប៉ុន្តែនៅពេលវាបំពាក់ឧបករណ៍ផ្សេងរួចមានទម្ងន់20គីឡូក្រាមអាចបាញ់បានចម្ងាយ300ម៉ែត្រទៅ4000ម៉ែត្រអត្រាល្បឿនគ្រាប់រត់170ម៉ែត្រក្នុង1វិនាទីនិងអាចបាញ់ទម្លុះសន្ទាប់ដៃថែបការពាររថក្រោះជម្រៅ800មីលីម៉ែត្រវាមានឧបករណ៍សម្រាប់មើលគោលដៅនិងកាមេរ៉ាសម្រាប់ចាប់យករូបភាពសត្រូវដែលនៅឆ្ងាយនិងអាចមើលបានទាំងពេលយប់និងពេលថ្ងៃនិងប្រព័ន្ធសម្រាប់ចាប់យកគោលដៅផងដែរធ្វើឲ្យមីស៊ីលមួយនេះអាចកំណត់គោលដៅបានយ៉ាងច្បាស់ GAM-102LR ជាប្រភេទមីស៊ីលចំនួនទី5របស់ចិនយើងអាចនិយាយបានថាវាគឺជាមីស៊ីលប្រឆាំងរថក្រោះទំនើបបំផុតរបស់ចិនគឺសម្រាប់ប្រើប្រាស់តែក្នុងកងទ័ពចិនប៉ុណ្ណោះវាអាចបំពាក់លើជើងទម្រនិងបាញ់លីលើស្មាឬក៏បំពាក់លើរថយន្តយោធាជារឿងមួយដែលមិននឹកស្មានដល់នោះគឺ GAM-102LR វាត្រូវបានបង្ហាញខ្លួននៅក្នុងសង្គ្រាមកម្ពុជានិងថៃនាឆ្នាំ2025កន្លងទៅបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សារព័ត៌មានធំជាច្រើនយកទៅចុះផ្សាយ